clip video នេះខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការត្រួតពិនិត្យមើល profile Facebook របស់យើងថាតើ account របស់យើងនេះវាមានអីដែលខុសគោលការណ៍ជាមួយនឹងក្រុមហ៊ុន Facebook ដែរឬក៏អត់ដោយសារតែយើងសង្ស័យថាក្នុងមួយរយៈនេះហាក់ដូចជាផុសអីទៅមិនឡើង view មិនឡើង like មិនឡើង share ជាដើមបាទហើយថាតើបើសិនជាវាខុសគោលការណ៍តើយើងត្រូវធ្វើដូចម្ដេចដើម្បីធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន Facebook តែមុននឹងចូលទៅក្នុងមេរៀននេះខ្ញុំសូមណែនាំអំពីវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំគឺវគ្គសិក្សាថ្នាក់ VIP រៀនមួយទល់នឹងមួយបាទដែលមានការបួត page បួត TikTok បាទហើយនឹងការកាត់តរូបភាពកាត់តវីដេអូជាដើមដែលរៀនតាមរយៈការសិក្សានៅទីតាំងផ្ទាល់ក៏តាមអនឡាញផងដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចធ្វើការឆាតមកកាន់ page ឬក៏ Telegram របស់ខ្ញុំបានតោះឥឡូវនេះយើងចូលទៅក្នុងមេរៀនរបស់យើងទាំងអស់គ្នាជាដំបូងគឺបងប្អូនត្រូវបើកកម្មវិធី Facebook សិនមកបាទរួចហើយយើងបើក profile របស់យើងបែបនេះហើយបងប្អូនចុចទៅលើចុច3នេះបាទចុច3កន្លែងហ្នឹងរួចហើយបងប្អូនមើល profile status បាទចុចលើ profile status ហ្នឹងមករួចហើយទៅកន្លែងនេះគេចេញពណ៌ទឹកក្រូចបែបនេះមានន័យថា account របស់យើងហ្នឹងវាមានបញ្ហាខុសគោលការណ៍នៅកន្លែងណាមួយអញ្ចឹងក្រុមហ៊ុន Facebook បានធ្វើការពិន័យរបស់យើងអញ្ចឹងខាងក្រោមនេះគឺថា action we taken now គឺមានន័យថាវាខុសច្បាប់នឹងគោលការណ៍នេះបាទអញ្ចឹងគេបានលុបរូបភាពរបស់ខ្ញុំចេញហ្នឹងតាំងពីថ្ងៃទី20ខែ1ឆ្នាំ2026ហ្នឹងបាទអញ្ចឹងយើងអាចចុចវាលើនឹងតទៅទៀតទៅបាទរួចហើយមកដល់កន្លែងនេះអញ្ចឹងគេថាគេបានលុបរូបភាពរបស់យើងរួចហើយអញ្ចឹងយើងអត់អាចបង្ហាញរូបភាពនេះតទៅទៀតទេបាទរួចហើយទៅកន្លែងនេះគឺយើងខាងក្រោមនេះបងប្អូនមកខាងក្រោមដើម្បីស្នើសុំទៅកាន់ក្រុមហ៊ុនFacebook បាទនេះគេដាក់ថាយើងនៅសល់រយៈពេល120ថ្ងៃទៀតដើម្បីធ្វើការស្នើសុំអញ្ចឹងខ្ញុំចុចលើ request review ហ្នឹងទៅក្នុងករណីបើមានបានយើង request បានណាបាទ account បងប្អូនមួយចំនួនក៏អត់មានដែរអញ្ចឹងគឺយើងចុចលើ request ហ្នឹងហើយវាមកដល់កន្លែងនេះគេឲ្យសួរសំណួរគេឲ្យយើង tick ចម្លើយណាមួយដែលយើងគិតថាតើវាបញ្ហាហ្នឹងវាកើតឡើងដោយសារអីអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងយកថា this photo doesn't break the rule មានន័យថារូបភាពហ្នឹងវាអត់ខុសគោលការណ៍ទេខ្ញុំយកកន្លែងហ្នឹងមកបាទរួចហើយខ្ញុំ continue បាទតបមកទៀតគេឲ្យយើងឆ្លើយឲ្យយើង tick ទៀតដែរបាទអញ្ចឹងខ្ញុំក៏យកទៀតថារូបភាពហ្នឹងគឺវាគួរតែត្រូវបានបញ្ជូនទៅកាន់ឲ្យគេមើលឃើញច្រើនណាបាទខ្ញុំយកលើនឹងមួយទៀតមករួចហើយខ្ញុំ continue ទៀតតែបងប្អូនមើលមូលហេតុជាក់ស្ដែងណាបាទមើលមូលហេតុជាក់ស្ដែងមកបាទហើយចុច continue បាទរួចហើយមកដល់កន្លែងនេះគឺកន្លែងចុងក្រោយដែលយើងត្រូវធ្វើការ submit ដែរបាទអញ្ចឹងកន្លែងនេះគឺបងប្អូនមើលទៅថានេះគឺជាចម្លើយរបស់បងប្អូនដែលបាន tick យក2ចំណុចមិញណាបាទអញ្ចឹងគេថាគេនឹងធ្វើការ update រយៈពេល 2-3 ថ្ងៃទៀតបាទហើយករណីរបស់យើងនឹងត្រូវបានត្រួតពិនិត្យម្ដងទៀតដោយបច្ចេកវិទ្យាឬក៏អ្នកដែលត្រួតពិនិត្យរបស់ក្រុមហ៊ុនហ្នឹងហើយពួកគេនឹងប្រើប្រាស់ព័ត៌មានបន្ថែមទៀតដើម្បីឲ្យយើងនឹងកាន់តែយល់អំពី system របស់ពួកគេហ្នឹងបាទហើយកន្លែងនេះគេគោរពបាទគេទៅគោរពទៅលើការដែលយើងរក្សាគោលការណ៍សុវត្ថិភាពសហគមន៍ណាបាទគេនៅអញ្ចឹងយើងចុចលើ submit ហ្នឹងទៅបាទដើម្បីដាក់ស្នើទៅក្រុមហ៊ុនប៉ុន្តែមិនមែនប្រកាសថាដាក់ស្នើអញ្ចឹងហើយបានទេណាអាហ្នឹងគេត្រួតពិនិត្យមើលជាក់ស្ដែងបើសិនគេថាអត់ទេអាហ្នឹងវាជាកំហុសវាត្រូវតែអញ្ចឹងហើយអាហ្នឹងគឺយើងត្រូវតែទទួលយកកំហុសការពិន័យរបស់ក្រុមហ៊ុនហ្នឹងហើយបាទអញ្ចឹងបើសិនជាគេត្រួតពិនិត្យទៅថាมันមានបញ្ហាអីទេជាការយល់ច្រឡំរបស់ system គេនឹងដកអាសញ្ញាពណ៌ទឹកក្រូចនឹងចេញវិញបាទអញ្ចឹងនេះគេយ៉ាងហោចណាស់4ថ្ងៃបាទគេត្រួតពិនិត្យបាទអញ្ចឹងកន្លែងនេះគឺរួចរាល់ហើយយើងចុចដានមកគឺបានហើយបាទអូខេអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយជួបគ្នានៅវីដេអូក្រោយៗទៀត